យើងរឹងមាំខ្លាំងគេខ្លាចគឺជាការពិតណាស់បងបើសិនជាយើងរឹងមាំយើងខ្លាំងយើងនឹងធ្វើឲ្យគេខ្លាចយើងប៉ុន្តែនៅក្នុងករណីខ្លាំងករណីរឹងមាំគឺយើងត្រូវបែងចែកជាពីរឲ្យបានច្បាស់លាស់ទី1ខ្លាំងហើយខ្លោចហើយមួយទៀតខ្លាំងហើយល្អខ្លាំងហើយខ្លោចមានន័យថាខ្លាំងដែរប៉ុន្តែខ្លាំងនៅក្នុងផ្លូវដែលខុសខ្លាំងដែរប៉ុន្តែខ្លាំងខុសច្បាប់ខ្លាំងដែរប៉ុន្តែខ្លាំងនៅក្នុងផ្លូវអាក្រក់ខ្លាំងជាបិសាចខ្លាំងជានរកខ្លាំងជាប្រែតអាហ្នឹងក៏ខ្លាំងដែរប៉ុន្តែខ្លាំងខុសខ្លាំងដែរគេនិយាយស្អីក៏មិនបានដែរអាណាធ្វើអញទៅចិត្តដាក់ពងអាណាធ្វើអញទៅចិត្តចាប់ញាត់ទ្រង់ផ្លុកអាណាធ្វើអញទៅចិត្តកាប់ឯងចោលសម្លាប់ឯងចោលខ្លាំងដូចគ្នាប៉ុន្តែអាហ្នឹងខ្លាំងខ្លោចអាហ្នឹងយើងមិនយកធ្វើជាគំរូនៃភាពខ្លាំងនោះទេប៉ុន្តែខ្លាំងដែលបងចង់និយាយនេះគឺសំដៅទៅលើខ្លាំងល្អហើយនៅក្នុងខ្លាំងល្អនេះគឺយើងត្រូវបែងចែកទៅជាប្រភេទទៀតនៅក្នុងករណីដែលគេរំលោភបំពានឈ្លានពានយើងដូចជាជនបរទេសកំពុងតែរំលោភបំពានឈ្លានពានយើងទោះបីជាគេព្រមឈប់បាញ់ជាមួយយើងក៏យើងមិនអាចទុកចិត្តគេបានដែរលុះត្រាតែយើងខ្លាំងតលតែយើងខ្លាំងទើបគេនិយាយជាមួយយើងដោយភាពស្មោះត្រង់បើយើងខ្សោយគេមិនស្មោះត្រង់ជាមួយយើងទេគេនឹងរំលោភគេនឹងបំពានយើងនៅពេលណាមួយជាក់ជាមិនខានឡើយនេះគឺជាចំណុចដែលយើងត្រូវតែខ្លាំងហើយខ្លាំងតតាំងជាមួយនឹងសត្រូវមិនចាំបាច់និយាយថាខ្លាំងល្អស្អីទេព្រោះសត្រូវប្រយុទ្ធតតាំងគ្នាគឺយើងប្រើតែច្បាប់អាណាចក្រទេខ្លាំងតាមទម្រង់អាណាចក្រអត់មានខ្លាំងតាមទម្រង់ព្រះទេកាលណាតតាំងគ្នាសត្រូវស៊ីសាច់ហត់ឈាមហើយគឺតតាំងតាមច្បាប់អាណាចក្រឈ្នះគឺជាស្ដេចចាញ់គឺជាធាតុករប៉ុន្តែបើសិនជាប្រទេសជាតិមានស្ថិរភាពមានសុខសន្តិភាពការចរចាគ្នាដោយស្មោះត្រង់ហើយមានសុខសន្តិភាពរស់នៅស្មើភាពគ្នាហើយពាក្យខ្លាំងគឺយើងត្រូវតែប្រើខ្លាំងតាមទម្រង់ព្រះខ្លាំងតាមទម្រង់អាទិទេពគឺជាច្បាប់អាណាចក្រដាក់ពងយកឲ្យតែឈ្នះដូចជាសត្វតោដូចជាសត្វឥន្ទ្រីចឹងទម្រង់អាណាចក្រគឺអញ្ចឹងប៉ុន្តែបើសន្តិភាពហើយរស់នៅសុខសាន្តសបោសបាយរុងរឿងជាមួយនឹងគ្នាហើយក៏យើងត្រូវតែខ្លាំងដូចគ្នាគ្រាន់តែថាទម្រង់នៃភាពខ្លាំងគឺខុសគ្នាខ្លាំងនៅក្នុងលក្ខណៈរស់នៅសុខសាន្តសបោសបាយគឺខ្លាំងទៅលើផ្នែកប្រាជ្ញាផ្នែកស្មារតីផ្នែកសតិញ្ញាណខ្លាំងទៅលើផ្នែកការចងចាំនៅអតីតកាលនៃការឈឺចាប់របស់យើងដើម្បីកុំឲ្យយើងនឹងភ្លេចខ្លួនបន្តទៀតកាលណាយើងតន់ខ្សោយផ្នែកខាងស្មារតីយើងតន់ខ្សោយផ្នែកខាងការភ្ញាក់រលឹកយើងតន់ខ្សោយផ្នែកខាងប្រវត្តិសាស្ត្រឈឺចាប់របស់យើងនោះធ្វើឲ្យយើងតន់ខ្សោយគ្រប់បែបយ៉ាងតន់ខ្សោយទាំងលទ្ធភាពតន់ខ្សោយទាំងសមត្ថភាពតន់ខ្សោយទាំងស្មារតីហើយទីបំផុតភាពតន់ខ្សោយរបស់យើងអាចធ្វើឲ្យគេរំលោភបំពានយើងដូច្នេះយើងត្រូវតែខ្លាំងគ្រាន់តែថាខ្លាំងរបស់យើងគឺយើងត្រូវមើលកលៈទេសៈតើយើងត្រូវខ្លាំងនៅក្នុងទម្រង់មួយណាខ្លាំងក្នុងទម្រង់អាទិទេពឬខ្លាំងក្នុងទម្រង់ព្រះខ្លាំងទម្រង់អាទិទេពគឺជាខ្លាំងដោយយើងអត់គិតអំពីគុណធម៌ទេមានន័យថាត្រូវតែឈ្នះជាមូលដ្ឋានអាហ្នឹងខ្លាំងបែបអាទិទេពប៉ុន្តែខ្លាំងនេះគឺយើងប្រើនៅក្នុងករណីប្រយុទ្ធតតាំងស៊ីសាច់ហត់ឈាមជាមួយនឹងសត្រូវអាហ្នឹងយើងត្រូវតែប្រើទម្រង់ខ្លាំងជាអាទិទេពគឺប្រើច្បាប់អាណាចក្រយកឈ្នះជាមូលដ្ឋានប៉ុន្តែបើសុខសាន្តសន្តិភាពជាមួយគ្នាហើយយើងក៏ត្រូវតែខ្លាំងដូចគ្នាតែខ្លាំងទម្រង់ព្រះខ្លាំងទម្រង់ព្រះមានន័យថាខ្លាំងហើយស្ថិតនៅក្នុងក្របខ័ណ្ឌគុណធម៌យើងអត់ប្រើច្បាប់អាណាចក្រទេប៉ុន្តែប្រើច្បាប់គុណធម៌ជាគ្រឹះច្បាប់គុណធម៌គឺជាច្បាប់របស់ព្រះពុទ្ធសាសនាច្បាប់គុណធម៌គឺជាច្បាប់ធម្មចក្រមានន័យថាយើងគិតអំពីភាពត្រូវភាពខុសគឺគិតអំពីប្រយោជន៍របស់អ្នកដទៃផងមិនមែនគិតតែអំពីឈ្នះមួយមុខទេអរគុណច្រើននៅខមមិនរបស់បងដែលបានលើកឡើងថាតលតែយើងខ្លាំងទៅគេខ្លាចគឺជារឿងត្រឹមត្រូវណាស់ឲ្យតែយើងខ្លាំងគឺគេខ្លាចហើយយើងខ្លាំងជាបិសាចក៏គេខ្លាចដែរយើងខ្លាំងជាព្រះក៏គេខ្លាចដែរតែខ្ញុំចង់បញ្ជាក់បន្ថែមឲ្យច្បាស់ទៅលើលក្ខណៈនៃភាពខ្លាំងគឺយើងត្រូវការយ៉ាងចាំបាច់ខ្លាំងណាស់មិនអាចតន់ខ្សោយបានទេត្រូវតែខ្លាំងគ្រាន់តែថាខ្លាំងគឺត្រូវបែងចែកឲ្យត្រូវតាមបរិបទអរគុណច្រើនជួបជាមួយនឹងខ្ញុំបាទរ៉េនសុខានៅវីដេអូក្រោយបន្តទៀតហើយបើបងប្អូនចង់ឲ្យខ្ញុំផលិតជា
វីដេអូសូម comment មកនៅក្នុងពាក្យពេចន៍តម្លៃជាពលរដ្ឋខ្ញុំនឹងឆ្លើយទៅក្នុងពាក្យពេចន៍ជាអ្នកប្រាជ្ញជាអ្នកចេះដឹងក្នុងន័យជាវិចារណញ្ញាណតែបើថា comment មកក្នុងលក្ខណៈឆ្លើយប្រមាថខ្ញុំដាក់ទៅវិញហើយអត់ទុកមុខឲ្យទេអរគុណច្រើនបើគាំទ្រខ្ញុំសូមជាវសិភៅអរិយៈប្រទេសរបស់ខ្ញុំបាទ